ក្រមមន្ត្រីបាននិយាយថាគ្រោះរញ្ជួយដីកម្រិត 6.9 រិចទ័របណ្ដាលឲ្យផ្ទះសម្បែងនិងអគារមួយចំនួនដួលរលំកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះនៅក្នុងខេត្តពាក់កណ្ដាលនៃប្រទេសហ្វីលីពីនដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន31នាក់ខ្លាំងដូចខ្លាចេញពីរុងព្រាយរំអិលតូរ៉ាផលិតតាមស្តង់ដារប្រទេសជប៉ុនជាច្រើនអ្នកផ្សេងទៀតរងរបួសចំណុចកណ្ដាលនៃការរញ្ជួយដីក្នុងតំបន់ក្នុងជម្រៅ3ម៉ៃស្ថិតនៅចម្ងាយប្រហែល12ម៉ៃភាគឦសាននៃទីក្រុងបូកូដែលជាទីក្រុងឆ្នេរសមុទ្រដែលមានមនុស្សប្រហែលជា90000នាក់នៅក្នុងខេត្តសេប៊ូដែលក្នុងនោះគឺមានអ្នកស្រុកយ៉ាងហោចណាស់ចំនួន14នាក់បានស្លាប់នេះបញ្យងទៅតាមមន្ត្រីគ្រប់គ្រងក្រុមហ៊ុនត្រៃរិកយកដែលបានប្រាប់សារព័ត៌មាន Associated Press ដែលចំនួនអ្នកស្លាប់នៅទីក្រុងបូកូត្រូវបានគេរំពឹងថានឹងកាត់ឡើងជាច្រើនដែលមន្ត្រីនិយាយថាកម្មករកំពុងតែព្យាយាមដឹកជញ្ជូន Backhoe មួយដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះនៅក្នុងចំណោមជម្រកនៅតំបន់ភ្នំដែលរងគ្រោះដោយសារតែការបាក់ដីនិងផ្ទាំងថ្មដែលក្នុងនោះយ៉ាងហោចណាស់គឺអ្នកស្រុកចំនួន12នាក់ដែលភាគច្រើនជាគ្រួសារតូចៗបានស្លាប់នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយការដួលរលំពីដាននិងជញ្ជាំងផ្ទះរបស់ពួកគេខ្លះកំពុងតែដេកនៅក្នុងទីក្រុង Medellin និងជិតបូកូនេះបញ្យងទៅតាម Gemma Villamor ដែលជាប្រធានការិយាល័យកាត់បន្ថយគ្រោះមហន្តរាយរបស់ទីក្រុងបានប្រាប់ AP ហើយនៅក្នុងទីប្រជុំជន San Remigoដែលក្នុងនោះនៅជិតបូកូមនុស្សចំនួន5នាក់នៅក្នុងនោះមានបុគ្គលិកឆ្មាំចិនសមុទ្រចំនួន3នាក់អ្នកពលរដ្ឋអគ្គិភ័យម្នាក់កុមារម្នាក់ត្រូវបានស្លាប់ដោយឡែកពីគ្នាដោយសារតែការបាក់ជញ្ជាំងផ្ទះខណៈពេលដែលពួកគេបានព្យាយាមរត់គេចចេញទៅកាន់ទីកន្លែងសុវត្ថិភាពពីកន្លែងប្រកួតបាល់បោះដែលត្រូវបានរំខានដោយគ្រោះរញ្ជួយដីនោះដែលអភិបាលរងក្រុង Alpha Rines បានប្រាប់បណ្ដាញវិទ្យុ DZMM Reyes ថាបានអំពាវនាវសុំអាហារនិងទឹកដោយនិយាយថាប្រព័ន្ធទឹករបស់ San Remigoត្រូវបានខូចខាតដោយសារតែការរញ្ជួយដីហើយអ្នកពលរដ្ឋអគ្គិភ័យ Ray Canetti បាននិយាយថាក្រៅពីផ្ទះនៅបូកូគ្រោះរញ្ជួយដីបានធ្វើឲ្យខូចខាតដល់ស្ថានីយ៍ពលរដ្ឋអគ្គិភ័យនិងផ្លូវបេតុងផ្លូវ Asphalt ដែលក្នុងនោះលោក Canetti បាននិយាយថាជញ្ជាំងស្ថិតនៅទីនោះគឺជាការធ្វើអាជីវកម្មដែលក្នុងនោះគឺមានជញ្ជាំងបេតុងក្នុងស្ថានីយ៍ពលរដ្ឋអគ្គិភ័យរបស់ពួកគេបានដួលរលំដែលគាត់និងអ្នកជួយសង្គ្រោះនៅទីនោះបានផ្ដល់ជំនួយសង្គ្រោះបឋមដល់អ្នកស្រុកយ៉ាងតិចគឺ3នាក់ដែលបានរងរបួសដោយសារតែការធ្លាក់បាក់បែកជញ្ជាំងដែលបាក់ស្រុតនោះអ្នកស្រុកដែលមានការភ័យខ្លាចរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅក្នុងភាពងងឹតនៅទីក្រុងវាស្មៅក្បែរស្ថានីយ៍ពលរដ្ឋអគ្គិភ័យហើយក៏បានបដិសេធមិនត្រឡប់ទៅផ្ទះប៉ុន្មានម៉ោងបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារនៅទីក្រុងបូកូដែលលោក Canete បាននិយាយថាគ្រឹះស្ថានអាជីវកម្មជាច្រើនបានរងការខូចខាតយ៉ាងគំហុកហើយផ្លូវក្រាកស៊ូនិងផ្លូវបេតុងដែលពួកគេបានឆ្លងកាត់មានស្នាមប្រេះជ្រៅដោយបន្ថែមថាព្រះវិហារកាតូលិកចាស់មួយនៅក្នុងទីក្រុងដានបាតាយ៉ានក្បែរទីក្រុងបូកូក៏ត្រូវបានខូចខាតផងដែរអភិបាលក្រុងសេប៊ូលោក Pamela Baricotro បាននិយាយថាទំហំនៃការខូចខាតរងរបួសនៅទីក្រុងបូកូនិងទីប្រជុំជននៅក្រៅតំបន់ភាគខាងជើងនៃខេត្តនេះនៅក្នុងនោះលោកបាននិយាយក្នុងសារវីដេអូបង្ហោះលើ Facebook ថាវាអាចជាអាក្រក់ជាងយើងគិតទៅទៀតវិទ្យាស្ថាន Volcanology and Seismology Philippines បាននិយាយការព្រមានពីរលកយក្សស៊ូណាមិនិងណែនាំប្រជាជនឲ្យនៅឆ្ងាយពីឆ្នេរសមុទ្រនៅក្នុងទីក្រុងសេប៊ូនៅក្នុងខេត្តក្បែរនៃទីក្រុងឡៃតេនិងប៊ីលីរ៉ាន់ដោយសារតែរលកដែលអាចមានរហូតដល់3 ហ្វីតជាប្រទេសមួយនៅក្នុងនោះគឺសេប៊ូនិងខេត្តផ្សេងទៀតដែលបានកាត់ឡើងវិញពីព្យុះដែលបានវាយលុកនៅតំបន់កណ្ដាលពីថ្ងៃសុក្រសប្តាហ៍មុនដោយក្នុងនោះគឺដោយសារតែបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់27នាក់បានស្លាប់ភាគច្រើនដោយសារតែការលង់ទឹកនិងដាំឈើរលំដោយផ្ដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងនិងទីប្រជុំជនទាំងមូលដែលបង្ខំឲ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់ដែលហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះថ្នាក់គ្រោះមហន្តរាយបំផុតប៉ុន្តែតែងតែរងការវាយប្រហារដោយការរញ្ជួយដីនិងការបំផ្ទុះភ្នំភ្លើងដោយសារតែប្រទេសនេះមានទីតាំងនៅលើមហាសមុទ្រ Pacific Ring of Fire ដែលជាតំបន់នៃគ្រោះរញ្ជួយដីជុំវិញមហាសមុទ្រប្រជុំកោះនេះគឺត្រូវបានបោកបក់ដោយព្យុះទីហ្វុងព្យុះប្រហែលជា20ជារៀងរាល់ឆ្នាំនេះបើយោងទៅតាម CBS ចេញផ្សាយនៅព្រឹកថ្ងៃទី1ខែតុលាឆ្នាំ2025